បំបីសំណុំរឿងតើគគុកសុទ្ធតែកាំភ្លើងខ្លីនិងកាំភ្លើងកែច្នៃខេត្តកណ្ដាលក្រុមជួញដូរគ្រឿងញៀនឆ្លងខេត្តយ៉ាងសកម្មត្រូវបានកម្លាំងកងរាជអាវុធខេត្តកណ្ដាលដឹកនាំបញ្ជារកផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីសំតុលាមេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្ដាលសហការជាមួយអាវុធហត្ថខេត្តតាកែវធ្វើការបំបែកសម្បុកគ្រឿងញៀនបានជនសង្ស័យ6នាក់ថ្នាំញៀន20កញ្ចប់ទម្ងន់209.2ក្រាមកាំភ្លើង2ដើមកាំភ្លើងកែច្នៃ1ដើមរួមនឹងវត្ថុតាងមួយចំនួនធំហេតុការណ៍ចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង 4:15 នាទីថ្ងៃទី10 ខែមិថុនា ឆ្នាំ 2018 ស្ថិតនៅចំណុចភូមិព្រែកថៃឃុំរកាខ្ពស់ស្រុកស្អាងខេត្តកណ្ដាលមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តកណ្ដាលបានឲ្យដឹងថាជនសង្ស័យមាន6នាក់ទី1ឈ្មោះស្រេងសំណាងភេទប្រុសអាយុ26ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិព្រែកថៃឃុំរកាខ្ពស់ស្រុកស្អាងខេត្តកណ្ដាល2ឈ្មោះឡុងគីមជីភេទប្រុសអាយុ24ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកត្រែងឃុំសេតបូស្រុកស្អាងខេត្តកណ្ដាល3ឈ្មោះសុបិនរតនាហៅដឹកភេទប្រុសអាយុ29ឆ្នាំមានទីលំនៅភូមិព្រែកតាព្រីងឃុំសេតបូ4ឈ្មោះព្រីងភឿនភេទប្រុសអាយុ34ឆ្នាំមានទីលំនៅភូមិលេខ5ឃុំស្វាយរលំមុខកសិករ5ឈ្មោះហុងរដ្ឋាហៅឌីកភេទប្រុសអាយុ31ឆ្នាំមានទីលំនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្ដាលមុខរបរមិនពិតប្រាកដនិងទី6ឈ្មោះអ៊ីលីងភេទស្រីអាយុ19ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកតាច្រែងឃុំព្រែកនរិនស្រុកឯកភ្នំខេត្តបាត់ដំបងមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តកណ្ដាលបានបន្ថែមទៀតថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរគ្រឿងញៀននៅចំណុចកាតហេតុខាងលើភ្លាមនោះកម្លាំងអាវុធហត្ថស្រុកស្អាងបានចូលដល់ចំណុចកាតហេតុធ្វើការត្រួតពិនិត្យនិងរកឃើញម្សៅក្រាមបសុទ្ធឡាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន3កញ្ចប់តូចនៅនឹងខ្លួនឈ្មោះស្រេងសំណាងដោយបានការសម្របសម្រួលពីលោកលាវស្រេងព្រះរាជអាជ្ញាអមសាលាដំបងខេត្តកណ្ដាលនិងការអនុញ្ញាតពីលោកឧត្តមសេនីយ៍មេបញ្ជាការអាវុធហត្ថខេត្តដឹកនាំដោយលោកវរៈសេនីយ៍តូបញ្ច័ន្ទតារាចុះឆែកឆេរផ្ទះឈ្មោះស្រេងសំណាងរកឃើញថ្នាំញៀនចំនួន12កញ្ចប់តូចនៅក្នុងថូបការនិងឧបករណ៍ប្រើប្រាស់វេចខ្ចប់មួយចំនួនតាមការឲ្យដឹងរបស់ឈ្មោះស្រេងសំណាងថាឥតបានយកថ្នាំញៀនពីឈ្មោះឡុងគីមជីលុះវេលាម៉ោង 4:30 នាទីកម្លាំងអាវុធហត្ថស្រុកបានឃាត់ខ្លួនឈ្មោះឡុងគីមជីមកសាកសួរនៅមូលដ្ឋានអាវុធហត្ថស្រុកហើយឈ្មោះឡុងគីមជីបានសារភាពថាបានយកគ្រឿងញៀនពីឈ្មោះសុបិនរតនាហៅដឹកចំនួន1កញ្ចប់ធំតម្លៃ$250អាមេរិកដើម្បីយកមករំលែកលក់បន្តលុះថ្ងៃទី11ខែមិថុនាឆ្នាំ2018វេលាម៉ោង 8 ព្រឹកកម្លាំងបានចុះឃាត់ឈ្មោះសុបិនរតនាហៅដឹកនិងឈ្មោះព្រីងភឿននៅចំណុចចំការស្វាយស្ថិតក្នុងភូមិលេខ5ឃុំស្វាយរលំដោយមានការចូលរួមជាមួយលោកមេភូមិបានធ្វើការឆែកឆេររកឃើញមានឧបករណ៍ប្រើប្រាស់វេចខ្ចប់និងកាំភ្លើងកែច្នៃចំនួន1ដើមលុះដល់ម៉ោង 8:30 នាទីយប់ឈ្មោះព្រីងភឿនបានសារភាពថាខ្លួនបានលាក់ទុកថ្នាំញៀនចំនួន2កញ្ចប់ធំក្នុងប្រអប់ម៉ូតូខាងឆ្វេងដែលខ្លួនបានទិញពីឈ្មោះហុងរដ្ឋាហៅឌីកក្នុងតម្លៃ350,000 រៀលដើម្បីចែកចាយបន្តម៉ោង 12
2 និង 10 នាទីកម្លាំងអាវុធហត្ថខេត្តនិងកម្លាំងអាវុធហត្ថស្រុកស្អាងដឹកនាំដោយលោកវរសេនីយ៍ តូបញ្ច័ន្ទតារានាយរងសេនាធិការអាវុធហត្ថខេត្តបានសហការជាមួយអាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបងខេត្តកណ្ដាលនិងខេត្តតាកែវនិងមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍បញ្ជាការខេត្តកណ្ដាលនិងខេត្តតាកែវបានចុះឆែកឆេរលំនៅឋានឈ្មោះអ៊ុចហ៊ី ភេទស្រីអាយុ 54 ឆ្នាំមានទីលំនៅភូមិថ្មីឃុំរវៀងស្រុកសំរងខេត្តតាកែវ វត្ថុតាងដែលសមត្ថកិច្ចចាប់យកក៏បានរួមមានសារធាតុញៀនម៉ាទឹកកកចំនួន 20 កញ្ចប់ធំ 4 កញ្ចប់អាវុធកែច្នៃចំនួន 1 ដើមអាវុធខ្លីចំនួន 2 ដើមម៉ាក K9 លេខ 54 លាន 2635 ម៉ាក K9 គ្មានលេខ ឈូសលេខបង 2 គ្រាប់កាំភ្លើង K9 ចំនួន 9 គ្រាប់គ្រៀបភ្លុកកែច្នៃចំនួន 14 គ្រាប់គ្រាប់វាំងដាវឡុងចំនួន 14 គ្រាប់ម៉ូតូ 2 គ្រឿងម៉ាក EC-Tro ពណ៌ក្រហមផ្លាក៏លេខភ្នំពេញ 1 JT2458 និងម៉ូតូគប់ជ្រុងចំនួន 1 គ្រឿងបានបើកបរចំនួន 1 សន្លឹកអត្តសញ្ញាណខ្មែរចំនួន 2 សន្លឹកបានសម្គាល់យានយន្ត 5 សន្លឹកដាវចំនួន 1 ដើមប្រាក់ដុល្លារចំនួន $100 ប្រាក់រៀលចំនួន 10,000 រៀល និងឧបករណ៍ប្រើប្រាស់វេចខ្ចប់មួយចំនួន 10 ទូរស័ព្ទពើចំនួន 2 គ្រឿង បច្ចុប្បន្នជនសងនាទាំង 6 នាក់ខាងលើត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់បរិយាស័ន្ន